tainted air. No more weight, no more despair. អូខេប្រិយមិត្តទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបង្ហាញពីរបៀបនៃការធ្វើបាទគឺចម្រៀងបាទលក្ខណៈគេហៅថាសម្រាប់ជាការកំសាន្តបាទនៅក្នុងហាងកាហ្វេឬក៏ជាលក្ខណៈក្នុងការកំសាន្តផ្សេងៗបាទអញ្ចឹងដើម្បីធ្វើវីដេអូដែលមានចម្រៀងបែបនេះបាទបងប្អូនអាចធ្វើជាភាសាខ្មែរក៏បានភាសាអង់គ្លេសក៏បានបាទអញ្ចឹងខ្ញុំធ្វើជាភាសាអង់គ្លេសបាទដោយសារតែខ្ញុំចង់ស្ដាប់បទជាភាសាអង់គ្លេសបាទអញ្ចឹងបើសិនជាបងប្អូនចង់ស្ដាប់បទជាភាសាខ្មែរបងប្អូនអាចធ្វើជាភាសាខ្មែរក៏បានដែរអូខេអញ្ចឹងយើងនឹងទៅមើលពីវិធីសាស្ត្រធ្វើទាំងអស់គ្នាបាទអញ្ចឹងដើម្បីធ្វើវីដេអូបែបនេះបានយើងត្រូវមានកម្មវិធីបាទធាតុពិតបាទមានចំនួន3នោះទេបាទគឺទី1យើងត្រូវមាន Chat GPT បាទទី2យើងត្រូវមានកម្មវិធី Float Music បាទហើយទី3យើងប្រើកម្មវិធីCapCut បាទដើម្បីធ្វើការផ្គុំបាទចំណែកទី4នេះបាទគឺតាក់ទងទៅនឹងបាទចម្រៀងឬក៏បទភ្លេងផ្សេងៗបាទដោយសារតែទី4គេវាគិតលុយបាទអញ្ចឹងគឺខ្ញុំអត់បានដាក់បង្ហាញពីក្នុងការយកមកប្រើប្រាស់នោះទេបាទដោយសារតែអ្វីដែលកំពុងតែបង្ហាញនេះគឺយើងចង់ធ្វើទៅលើបាទរបស់ដែលគេហៅថាអត់អស់លុយបាទអញ្ចឹងដើម្បីធ្វើបទចម្រៀងទាំងអស់ហ្នឹងបាទយើងអាចទីមួយយើងប្រើ Chat GPT ដើម្បីធ្វើការសរសេរនៅឲ្យវាសរសេរនៅបទចម្រៀងដែលយើងចង់បង្កើតបាទអញ្ចឹង GPT សរសេរចម្រៀងឲ្យយើងត្រូវតែមានគេហៅថាគំរូបាទគេហៅថា from ដើម្បីឲ្យដឹងថាតើយើងកំពុងតែសរសេរហ្នឹងបាទគឺសរសេរបទចម្រៀងហ្នឹងគឺមានលក្ខណៈបែបម៉េចបាទអញ្ចឹងខ្ញុំឲ្យមានគំរូដូចជាទី1គឺត្រូវមានចំណងជើងបាទទី2បាទតើតើនឹងខ្លឹមសារទី3បាទគឺសំឡេងអ្នកច្រៀងបាទទី4ប្រភេទដែលយើងចង់ឲ្យវាសរសេរបាទហើយគេហៅថាអាចថាជាទំនុកឬក៏លេងផ្សេងបាទហើយទី5គឺរយៈពេលបាទអញ្ចឹងមួយបទគឺយើងអាចឲ្យធ្វើអាចថា2នាទីឬក៏3នាទីកន្លះបាទអញ្ចឹងយើង copy prompt នេះបាទដើម្បីដាក់ចូលទៅក្នុង Chat GPT បាទអញ្ចឹងខ្ញុំបើក Chat GPT បាទអញ្ចឹងសម្រាប់បងប្អូនដែលអត់មាន Chat GPT បាទបងប្អូនអាចធ្វើការ download ឬក៏ log ទៅក្នុងបាទ log ទៅក្នុង web browser បាទអញ្ចឹង chatgpt បាទ .com បាទអញ្ចឹងដោយសារតែខ្ញុំមានជាគណនីហើយបាទអញ្ចឹងខ្ញុំអត់បានទៅបង្កើតថា log in ទៅក្នុងគណនីនឹងតទៀតនោះទេបាទអញ្ចឹងខ្ញុំនឹងឲ្យ chatgpt បាទធ្វើការសរសេរបទចម្រៀងបាទចំនួនបាទដែលមានចំនួនអាចថា10បទបាទដែល10បទសម្រាប់ជាការស្ដាប់កំសាន្តបាទអញ្ចឹងក្នុងទាំងអស់ហ្នឹងបាទក្នុងចំណោម10បទមួយបទគឺមានរយៈពេលបាទអាចថាបាទត្រឹមរយៈពេលហ្នឹងគឺខ្ទង់ប្រហែលជាបាទគឺក្នុង2នាទីកន្លះបាទរហូតដល់3នាទីបាទអញ្ចឹងper x បាទ per អូខេអញ្ចឹងបន្ទាប់ពីបានសរសេរបាទចំនួនបាទគេហៅថាចុងក្រោយគឺ10បទបាទអញ្ចឹងបងប្អូនអាចចាំបន្តិចបាទអូខេអញ្ចឹងយើងមាន10បទបាទយើងមាន10បទយើងអាច copy បាទ copy ចេញដាក់ចូលជា Word ឬក៏យើងប្រើនៅហ្នឹងក៏បានអូខេអញ្ចឹងយើងប្រើនឹងទាំងអស់គ្នាបាទដើម្បីកុំឲ្យបងប្អូនបាទពិបាកក្នុងការមើលបាទអញ្ចឹងយើងអាចថាយើងយកកន្លែងហ្នឹងតែម្ដងបាទអញ្ចឹងដើម្បីឲ្យចេញជាបទចម្រៀងមួយបទនេះបាទយើងត្រូវតែបាទគឺយើងត្រូវតែ copy បាទ copy បាទ copy សាច់ចម្រៀងដែលយើងដែលបានសរសេរហ្នឹងបាទ copy មកបាទយើងដាក់ចូលទៅក្នុងកម្មវិធីមួយទៀតបាទដែលឲ្យឈ្មោះថាបាទគឺឲ្យឈ្មោះថា Float Music បាទអញ្ចឹងយើងចូលក្នុងកម្មវិធីមួយទៀតបាទបាទអូខេអញ្ចឹងយើងចូលក្នុងកម្មវិធីហើយបាទយើងផាសទៅលើបាទ copy ដែលយើង
បទចម្រៀងទី1ហ្នឹងបាទគឺយើង copy ទាំងសាច់ចម្រៀងហើយបាទយើងផាសបញ្ចូលបាទបន្ទាប់មកទៀតដោយសារតែយើងចង់បានសាច់ភ្លេងផ្សេងបាទអញ្ចឹងយើងត្រូវតែប្រើកម្មវិធីមួយទៀតបាទដើម្បីជាបង្កើតជាទម្រង់សាច់ភ្លេងដែលយើងចង់បានគឺ free AI music generate បាទអញ្ចឹងយើងចូលទៅក្នុង free បាទ AI music នេះបាទ generator បាទអញ្ចឹងយើងចូលទៅយើងចូលទៅដើម្បីបាទនេះយើងយកនេះមកអូខេថា AI music អូខេចឹងដោយសារតែខ្ញុំមាន account ហើយបាទខ្ញុំអត់ log ចូលទៀតនោះទេបាទបងប្អូនអត់ទាន់មានបាទបើសិនជាបងប្អូនអត់ទាន់មានបងប្អូនអាចធ្វើការ log ចូលបាទអញ្ចឹងយើងចូលវាដើម្បីយកមកធ្វើអីបាទគឺយើងយកវាដើម្បីឲ្យវាបង្កើតជាបាទគឺយើងចង់ដឹងអំពីសាច់ភ្លេងឬក៏ទំនុកភ្លេងនេះបាទកន្លែងនេះបងប្អូនឃើញកន្លែងនេះមួយអញ្ចឹងបងប្អូនមានតម្រងបាទតម្រងបត់ហ្នឹងបងប្អូនចង់ឲ្យជាលក្ខណៈបែបម៉េចបាទអញ្ចឹងបងប្អូនអាចរើសមកបាទនេះលក្ខណៈ mode បាទលក្ខណៈ disco បាទលក្ខណៈ country ឬក៏លក្ខណៈ pro បាទអញ្ចឹង blue បាទអញ្ចឹងខ្ញុំ copy prompt នេះបាទដើម្បីដាក់ចូលទៅក្នុងខាងក្រោមបាទបទចម្រៀងដែលខ្ញុំឲ្យ Chat GPT សរសេរហើយខ្ញុំ copy ចូលទៅក្នុង plot music បាទឲ្យវាធ្វើការច្រៀងចេញជាបទចម្រៀងប្រភេទហ្នឹងបាទអូខេបាទអញ្ចឹងយើងចាំបន្តិចដើម្បីឲ្យវាបង្កើតឲ្យយើងអូខេឥឡូវវាបង្កើតបានជាបទចម្រៀងឲ្យយើងហើយបាទអញ្ចឹងយើងចាក់ start បាទ City lights are fading slow. Moonlight. City lights. អូខេអញ្ចឹងយើងបានបទចម្រៀងហើយបាទបើសិនជាបងប្អូនចង់ឲ្យបទចម្រៀងសរសេរទៅជាគេហៅថាមនុស្សប្រុសបដូរបាទពីអ្នកច្រៀងបាទពីស្ត្រីទៅបុរសឬក៏យើងចង់បានតម្រងទាំងពីរបាទទាំងស្រីមួយបាទប្រុសមួយសម្រាប់ទុកបាទអញ្ចឹងយើងអាចធ្វើបានបាទដោយគ្រាន់តែយើងសរសេរបន្ថែមថាបាទto បាទ version បាទដាក់បញ្ចូលទៅបាទ male or female បាទចឹងពេលហ្នឹងវានឹងបង្កើតជាតម្រងគេហៅថា2បាទទី1គឺបរិសអ្នកច្រៀងបាទមួយទៀតគឺស្ត្រីអ្នកច្រៀងបាទអញ្ចឹងពេលដែលវា generate ចប់បាទនេះបងប្អូនឃើញនេះ female vocals ហើយសំទោស male vocal ហើយនិង female vocals បាទជាចម្រៀងបាទអញ្ចឹងយើងអាចចាក់ទៀតបាទអូខេអញ្ចឹងចឹងយើងអាចធ្វើការ download បាទអញ្ចឹងយើងចុចទៅយើងចុច download បាទយើងចុច download ហើយយើងបាទបទចម្រៀងទី1ទី2ទី3បាទធ្វើរបៀបនឹងគ្រប់បទទៅបាទយើងនឹងបានបទចម្រៀងទាំងអស់ហើយចាំយើងទៅផ្គុំនៅក្នុងកម្មវិធីបាទគឺកម្មវិធី chat កម្មវិធី CapCut បាទអូខេអញ្ចឹងយើងដាក់ទៅតាក់ទៅនឹងបទចម្រៀងបាទ music
relaxing អូខេដាក់ចឹងទៅចឹងខ្ញុំដាក់បទទី1បាទខ្ញុំជើងឲ្យវាមកអូខេបាទអញ្ចឹងយើងធ្វើបទទី2បទទី3របៀបហ្នឹងបាទអញ្ចឹងយើងធ្វើចប់ហើយបាទយើងចាប់ដើមធ្វើការផ្គុំជាមួយនឹងកម្មវិធី CapCut បាទដើម្បីផ្គុំបទចម្រៀងទាំងអស់ហ្នឹងបញ្ចូលគ្នាបាទហើយយើងដាក់ cover បាទ cover តាមរយៈគេថាអាច design បាទបងប្អូនអាចប្រើ Photoshop ក៏បានឬក៏ប្រើកម្មវិធីធម្មតាក៏បានឬក៏ប្រើ Gemini ក៏បានដែរបាទអញ្ចឹងយើងផ្គុំហើយបានយើងដាក់ជា cover អូខេកើតទៅលើបាទ cover ម្ដងបាទ cover បទចម្រៀងអញ្ចឹងបងប្អូន copy ចំណងជើងឲ្យអស់មកបាទនេះអញ្ចឹងដើម្បីបង្កើត cover បងប្អូនអាចប្រើប្រាស់កម្មវិធី Photoshop ឬក៏កម្មវិធីផ្សេងៗដែលអាច design បាន Canva បាទអញ្ចឹងជាជំរឿនដែលយើងអាចធ្វើបានច្រើនបាទកម្មវិធី Gemini បាទអញ្ចឹងបងប្អូនអាចធ្វើការ log in ទៅក្នុងកម្មវិធី Gemini ហើយបាទយើង copy ចំណងជើងដាក់ចូលទាំងអស់ហើយយើងឲ្យវាបាទ generate ជា image cover song បាទអញ្ចឹងសម្រាប់គេឥឡូវយើងចង់ឲ្យជាបែបលក្ខណៈ classic បាទឬក៏ classic and coffee បាទ coffee or relaxing បាទអញ្ចឹងវានឹង design បាទវា design ឲ្យយើងបាទអញ្ចឹងយើង download វាយកមកទុកហើយបាទយើងចាប់ដើមប្រើកម្មវិធី CapCut ដើម្បីធ្វើការផ្គុំ copy ទាំងអស់បាទខ្ញុំដាក់ចូលទាំងអស់មកអូខេហើយបន្តមកទៀតខ្ញុំចាប់ដើមបាទទាញតម្លាក់បាទអូខេខ្ញុំទាញតម្លាក់អូខេអូខេអញ្ចឹងយើងបានបទចម្រៀងបាទដែលយើងអាចចាក់នៅក្នុងហាងកាហ្វេឬក៏យើងស្ដាប់បាទជាលក្ខណៈកម្សាន្តអារម្មណ៍បាទតាមរយៈការធ្វើបទចម្រៀងដោយខ្លួនឯងបាទដោយប្រើប្រាស់នៅកម្មវិធីបាទគឺយើងមានកម្មវិធីបាទដូចជាទី1យើងត្រូវប្រើកម្មវិធីបាទគឺយើងត្រូវប្រើកម្មវិធី Chat GPT បាទដើម្បីសរសេរជាបទចម្រៀងបាទទី2យើងប្រើកម្មវិធីបាទបង្កើតឲ្យបទចម្រៀងនោះធ្វើការច្រៀងបាទអញ្ចឹងយើងប្រើ Float Music បាទទី3គឺយើងប្រើកម្មវិធី CapCut ហើយសម្រាប់ការដែលយើងមាន cover មានអីយើងអាចប្រើកម្មវិធី design Photoshop ឬក៏ Gemini ដើម្បីធ្វើការបង្កើតជា cover លើបទចម្រៀងទាំងអស់នោះហើយបើសិនជាយើងចង់ថែមថយបាទទៅលើបទចម្រៀងភ្លេងសាច់ភ្លេងឬក៏ទំនុកបទផ្សេងៗបាទយើងអាចប្រើកម្មវិធី free music បាទ generator ឬក៏យើងអាច copy ឬក៏យើងមាន from ស្រាប់បាទយើងអាចបង្កើតខ្លួនឯងក៏បានដែរបាទដោយសារតែខ្ញុំអត់ជំនាញទៅលើចម្រៀងបាទអញ្ចឹងខ្ញុំប្រើកម្មវិធីនេះដើម្បីធ្វើការជួយបាទអញ្ចឹងមានប៉ុណ្ណឹងបងប្អូនហើយបានបទចម្រៀងហើយបាទយើងអត់មានអីក្រៅពីបាទធ្វើការដាក់ចំណងជើងបទចម្រៀងហ្នឹងទៅបាទអញ្ចឹងយើងដាក់ទៅយើងដាក់អ្វីដែលយើងចង់ដាក់បាទ chill song for relaxing or coffee បាទ coffee yeah អញ្ចឹងយើងដាក់ទៅក្នុង file save line folder ដែលយើងបង្កើតមិញអូខេអញ្ចឹងមានប៉ុណ្ណឹងប្រិយមិត្តបាទ